សួស្តីអ្នកគ្នាវីដេអូនេះខ្ញុំបង្ហាញពីការបង្កើត page ហើយបន្ទាប់មកយើងធ្វើការ add ព័ត៌មាន page ហ្នឹងចូលទៅកាន់ toolbar អញ្ចឹងសម្រាប់ការធ្វើ Facebook របស់ខ្ញុំគឺខ្ញុំធ្វើច្រើន page ដូច្នេះខ្ញុំមិនអាចធ្វើការ post ម្ដងមួយ page ដោយខ្លួនឯងទេគឺខ្ញុំប្រើ tool ជំនួយដើម្បីជួយសម្រួលការងាររបស់ខ្ញុំអញ្ចឹងណាហើយ tool ដែលខ្ញុំប្រើហ្នឹងគឺ toolbar អញ្ចឹងជារៀងរាល់ខែគឺខ្ញុំបង្កើត page ថ្មីរហូតអាចថាចន្លោះពី40ទៅកាន់50 page អញ្ចឹងរាល់ពេលដែលខ្ញុំបង្កើត page ថ្មីហ្នឹងខ្ញុំត្រូវដាក់ព័ត៌មានចូលទៅកាន់ toolbar សម្រាប់គ្នាយើងដែលគាត់ប្រើ toolbar គឺគាត់ដឹងហើយតែខ្ញុំបង្ហាញនេះគ្រាន់តែជាមេរៀនបន្ទាប់បន្សំសម្រាប់គ្នាយើងថ្មីអញ្ចឹងណាព្រោះដើម្បីធ្វើ Facebook ឲ្យងាយបានផលហើយកាត់បន្ថយពេលវេលាដែលយើងត្រូវចំណាយលើវាហ្នឹងអញ្ចឹងយើងត្រូវប្រើ tool ជំនួយឯងការប្រើប្រាស់ tool ជំនួយហ្នឹងគឺទី1សម្រួលការងាររបស់យើងគឺកុំឲ្យយើងរវល់ខ្លាំងពេកដែលយើងអាចដកឃ្លាទៅធ្វើការងារផ្សេងទៀតបានអញ្ចឹងណាហើយមួយវិញទៀតគឺយើងធ្វើបានច្រើន page អញ្ចឹងលទ្ធផលវាអាចបានខ្ពស់ជាងដែលយើងធ្វើដៃដែរប៉ុន្តែនេះខ្ញុំនិយាយតែពីបទពិសោធន៍របស់ខ្ញុំណាហើយចំពោះការបង្កើត page ដូចតែយើងបង្កើត page រាល់ដងទេនៅក្នុង tool របស់5ហ្នឹងក៏មាន function បង្កើត page auto ដែរគ្រាន់ថាខ្ញុំបង្កើតមួយអញ្ចឹងខ្ញុំបង្កើតដៃទៅស្រួលបំពេញព័ត៌មានអញ្ចឹងណាតែបើគ្នាយើងបង្កើតច្រើនអាចសិក្សាពីវីដេអូបង្កើត page របស់ toolbar បានព្រោះគាត់មានវីដេអូបរៀនដែរអញ្ចឹងណាអញ្ចឹងសម្រាប់ការ add ព័ត៌មានចូលអត់ប្រវត្តិទេគឺយើងចូលទៅកាន់ account LD របស់យើងមកហើយកន្លែង page នេះយើងដាក់ឈ្មោះទៅហើយត្រូវជាមួយនឹងឈ្មោះ page ដែលយើងបានបង្កើតនៅក្នុង account Facebook របស់យើងក្នុង LD ហើយបន្ទាប់មកយើងដាក់ part វីដេអូដែលយើងបាន download ហើយត្រូវប្រកាសថាវីដេអូដែលយើង download ហើយហ្នឹងគឺ format របស់វាគឺ support ជាមួយ LD ដើម្បីឲ្យ tool ធ្វើការ upload ទៅគឺទាញវីដេអូទៅ upload បានក្នុងករណីដែលយើង download file វីដេអូដែលអត់ support គឺពេល upload គឺវា error ហើយអញ្ចឹងវីដេអូហ្នឹងខ្លីតែប៉ុណ្្នឹងទេអរគុណបាយបាយ